មានកំឡោះពូម៉ាយម្នាក់ដែលគាត់រស់នៅជាមួយកូនប្រុសតូចរបស់គាត់ដោយគាត់ប្រកបមុខរបរជាអ្នកដាក់អន្ទាក់សត្វគាត់តែងតែប្រកបមុខរបរនេះជាប្រចាំនៅរៀងរាល់ថ្ងៃគាត់តែងតែទៅដាក់អន្ទាក់នៅក្នុងព្រៃដើម្បីយកសត្វមកលក់នៅពេលបន្តិចទៀតពុកដល់ពេលដែលពុកត្រូវទៅមើលអន្ទាក់ទៀតហើយនៅពេលដែលពុកបានទៅមើលអន្ទាក់ហើយពុកមកវិញពុកនឹងនាំកូនទៅផ្សារដើម្បីយកសាច់ទៅលក់និងទិញរបស់លេងឲ្យកូនលោកពុកទៅប្រញាប់មកវិញផងណាកូននឹងបានរបស់លេងកាន់តែលឿនលោកពុកកុំទៅយូរពេកកូនមិនចង់រងចាំយូរទេនៅពេលដែលពុកបានទៅដាក់អន្ទាក់រួចពុកប្រកាសជានាំកូនទៅផ្សារជាមួយហើយដល់ពេលនោះពុកនឹងទិញរបស់លេងឲ្យកូនតើកូនចង់បានរបស់លេងថ្មីដែរទេនិយាយថាកូនមិនចង់បានយ៉ាងម៉េចទៅលោកពុកកូនពិតជាចង់បានរបស់លេងថ្មីហើយកូននឹងយកទៅបង្អួតមិត្តភ័ក្តិព្រោះតែគេទាំងអស់នោះមានរបស់លេងថ្មីអញ្ចឹងចូលកូនស្ដាប់តាមពុកនិយាយប្រាប់កូនមិនត្រូវទៅណាផ្ដេសផ្ដាស់ទាំងអស់ពុកខ្លាចនៅពេលដែលពុកមិននៅកូនទៅលេងទឹកហើយពេលនោះកូននឹងលង់ទឹកបានលោកពុកទៅចុះណាកូននឹងមិនទៅណាទេកូននឹងនៅចាំផ្ទះលោកពុកកុំបារម្ភអីបន្ទាប់ពីនិយាយរួចលោកពុកក្មេងប្រុសម្នាក់នោះដែលត្រូវជាព្រានព្រៃក៏បានដើរទៅដាក់អន្ទាក់មានកំឡោះពូម៉ាយម្នាក់ដែលគាត់រស់នៅជាមួយកូនប្រុសតូចរបស់គាត់ដោយគាត់ប្រកបមុខរបរជាអ្នកដាក់អន្ទាក់សត្វគាត់តែងតែប្រកបមុខរបរនេះជាប្រចាំនៅរៀងរាល់ថ្ងៃគាត់តែងតែទៅដាក់អន្ទាក់នៅក្នុងព្រៃដើម្បីយកសត្វមកលក់នៅពេលបន្តិចទៀតពុកដល់ពេលដែលពុកត្រូវទៅមើលអន្ទាក់ទៀតហើយនៅពេលដែលពុកបានទៅមើលអន្ទាក់ហើយពុកមកវិញពុកនឹងនាំកូនទៅផ្សារដើម្បីយកសាច់ទៅលក់និងទិញរបស់លេងឲ្យកូនលោកពុកទៅប្រញាប់មកវិញផងណាកូននឹងបានរបស់លេងកាន់តែលឿនលោកពុកកុំទៅយូរពេកកូនមិនចង់រងចាំយូរទេនៅពេលដែលពុកបានទៅដាក់អន្ទាក់រួចពុកប្រកាសជានាំកូនទៅផ្សារជាមួយហើយដល់ពេលនោះពុកនឹងទិញរបស់លេងឲ្យកូនតើកូនចង់បានរបស់លេងថ្មីដែរទេនិយាយថាកូនមិនចង់បានយ៉ាងម៉េចទៅលោកពុកកូនពិតជាចង់បានរបស់លេងថ្មីហើយកូននឹងយកទៅបង្អួតមិត្តភ័ក្តិព្រោះតែគេទាំងអស់នោះមានរបស់លេងថ្មីអញ្ចឹងចូលកូនស្ដាប់តាមពុកនិយាយប្រាប់កូនមិនត្រូវទៅណាផ្ដេសផ្ដាស់ទាំងអស់ពុកខ្លាចនៅពេលដែលពុកមិននៅកូនទៅលេងទឹកហើយពេលនោះកូននឹងលង់ទឹកបានលោកពុកទៅចុះណាកូននឹងមិនទៅណាទេកូននឹងនៅចាំផ្ទះលោកពុកកុំបារម្ភអីបន្ទាប់ពីនិយាយរួចលោកពុកក្មេងប្រុសម្នាក់នោះដែលត្រូវជាព្រានព្រៃក៏បានដើរទៅដាក់អន្ទាក់នៅពេលដែលគាត់បានដើរទៅដល់កន្លែងដាក់អន្ទាក់ស្រាប់តែអន្ទាក់របស់គាត់ក៏បានជាប់កូនទន្សាយមួយកូនទន្សាយនេះពិតជាស្រស់ស្អាតទោះបីជាថ្ងៃនេះខ្ញុំដាក់អន្ទាក់បានត្រឹមតែកូនទន្សាយមួយខ្ញុំគួរតែយកវាទៅឲ្យកូនប្រុសរបស់ខ្ញុំលេងគាត់ក៏បានដោះកូនទន្សាយហើយកាន់យកមកផ្ទះនៅពេលដែលគាត់បានដើរមកដល់តាមផ្លូវវិញគាត់ក៏បានជួបពីអ្នកប្តីប្រពន្ធកំពុងតែរកត្រីតែថ្ងៃនេះដើមតាក់បានច្រើនទេលោកបងឬមួយថ្ងៃនេះលោកបងដាក់បានតែកូនទន្សាយមួយនេះយ៉ាងម៉េចចាច់ឲ្យខ្ញុំមកខ្ញុំនឹងយកវាទៅធ្វើជាចំណីមិនបានទេណាអ្នកខ្ញុំគិតថានឹងយកកូនទន្សាយតូចនេះទៅឲ្យកូនប្រុសរបស់ខ្ញុំលេងព្រោះតែថ្ងៃនេះខ្ញុំដាក់អន្ទាក់អត់បានជាប់សត្វអ្វីទាំងអស់ខ្ញុំបានសន្យាជាមួយកូនប្រុសថានឹងនាំកូនប្រុសទៅផ្សារដើម្បីទិញរបស់លេងប៉ុន្តែនៅពេលដែលខ្ញុំបានទៅដាក់អន្ទាក់ប្រាប់តែខ្ញុំដាក់អត់បានសត្វហើយបានត្រឹមតែកូនទន្សាយមួយនេះលោកបងពិតជាឪពុកគំរូមែនតាំងពីប្រពន្ធលោកបងស្លាប់ចោលទៅលោកបងមិនយកអ្នកណាធ្វើជាប្រពន្ធទាំងអស់លោកបងស៊ូទ្រាំនៅជាមួយកូនប្រុសហើយមើលថែកូនប្រុសនិងរកស៊ីខ្ញុំខ្លាចនឹងយកគេមកហើយគេធ្វើបាបកូនប្រុសខ្ញុំទើបខ្ញុំមិនចង់យកអ្នកណាមកធ្វើជាប្រពន្ធវាមិនងាយស្រួលទេណាអ្នកមានម្ដាយចុងមានកូនចុងគិតដូចជាលោកបងគឺត្រឹមត្រូវហើយដែលយកចិត្តទុកដាក់អំពីកូនប្រុសបែបនេះអញ្ចឹងលោកបងយកកូនទន្សាយនេះទៅឲ្យកូនប្រុសលោកបងចោះអញ្ចឹងខ្ញុំសូមលាអ្នកទៅសិនហើយចាំថ្ងៃក្រោយខ្ញុំដាក់អន្ទាក់បានសត្វច្រើនខ្ញុំនឹងចែករំលែកឲ្យអ្នកបាទលោកបងអរគុណច្រើន នៅថ្ងៃនេះពុកមានរបស់លេងឲ្យកូននេះគឺជាកូនទន្សាយពុកបានដាក់អន្ទាក់ជាប់
នៅថ្ងៃនេះពុកអត់បាននាំកូនទៅផ្សារទេណាកូន មិនអីទេណាលោកពងទោះបីយ៉ាងណាក៏កូនបានកូនទន្សាយមួយគ្រាន់នឹងលេងជាមួយគ្នាដែរកូនទន្សាយនេះពិតជាស្រស់ស្អាតហើយគួរឲ្យស្រឡាញ់ខ្លាំងណាស់លោកពងកូនពិតជាចង់បាន អញ្ចឹងកូនលេងជាមួយទន្សាយនេះចោះពុកនឹងប្រគល់កូនទន្សាយនេះឲ្យកូនជាអ្នកមើលថែដូច្នេះកូនដាក់បាយទឹកឲ្យវាស៊ីផងណា ពុកសន្យាបានទេនៅពេលដែលកូនទន្សាយនេះធំពុកនឹងមិនយកកូនទន្សាយនេះទៅលក់ទោះបីជាមានគេទិញក្នុងតម្លៃថ្លៃប៉ុណ្ណាក៏ដោយពុកមិនត្រូវយកកូនទន្សាយនេះទៅលក់ជាដាច់ខាត ពុកសន្យាថាមិនយកកូនទន្សាយនេះយកទៅលក់នោះទេព្រោះពុកបានប្រគល់វាឲ្យកូនជាអ្នកមើលថែហើយដូច្នេះកូនទន្សាយនេះជារបស់កូន បាទលោកពុកសន្យារួចហើយលោកពុកថែមិនយកកូនទន្សាយទៅលក់នោះទេ ជាច្រើនខែបានកន្លងផុតទៅកូនទន្សាយក៏ចាប់ផ្ដើមធំហើយនៅថ្ងៃមួយនោះក៏មានឈ្មួញដែលគេគឺជាអ្នកដើរទិញកូនទន្សាយហើយក៏បានមករកទិញកូនទន្សាយនៅក្នុងភូមិខ្ញុំឮគេនិយាយថាលោកបងគឺជាអ្នកដាក់អន្ទាក់សត្វតើមែនទេលោកបងខ្ញុំគឺជាឈ្មួញដើរទិញសត្វគ្រប់ប្រភេទគ្រាន់តែខ្ញុំចង់បានទន្សាយច្រើនជាងគេព្រោះថាខ្ញុំមានម៉ូយដែលគេត្រូវការទន្សាយដើម្បីយកទៅចិញ្ចឹមតើលោកបងមានដាក់អន្ទាក់ជាប់ដែរទេលោកបងខ្ញុំមានកូនទន្សាយមួយនៅផ្ទះប៉ុន្តែខ្ញុំបានសន្យាជាមួយកូនប្រុសខ្ញុំរួចហើយដូច្នេះខ្ញុំពិតជាពិបាកយកកូនទន្សាយនោះមកលក់ខ្ញុំអត់មានកូនទន្សាយទេណាលោកកាលពីមុនខ្ញុំធ្លាប់ដាក់អន្ទាក់បានមែនប៉ុន្តែខ្ញុំតែងតែលក់អស់ជានិច្ចហើយពេលនេះខ្ញុំក៏ដាក់អត់បានកូនទន្សាយដូចកាលពីមុនទៀតដែរបើសិនជាលោកបងមានកូនទន្សាយពិតជាល្អខ្លាំងណាស់ហើយបើសិនមានកាន់តែធំកាន់តែស្អាតកាន់តែល្អព្រោះខ្ញុំនឹងទិញក្នុងតម្លៃថ្លៃខ្ញុំដើររកទិញច្រើនភូមិមកហើយប៉ុន្តែរកទិញមិនបានសោះដូច្នេះបើសិនជាលោកបងមានខ្ញុំនឹងទិញយកទៅវិញអញ្ចឹងខ្ញុំសូមលាលោកទៅផ្ទះសិនហើយព្រោះតែខ្ញុំត្រូវមានកិច្ចការច្រើនទៀតដែលត្រូវធ្វើនៅផ្ទះលោកអាចទៅរកទិញនៅភូមិផ្សេងទៀតបានសួស្ដីលោកបងនេះតើលោកបងជាឈ្មួញដើររកទិញកូនទន្សាយតើមែនទេលោកបងមែនហើយណាលោកបងគឺខ្ញុំជាអ្នកដើររកទិញកូនទន្សាយប៉ុន្តែខ្ញុំដើររកទិញអត់បានសោះនេះលោកបងមានដឹកដែរទេថានៅទីណាមានគេលក់កូនទន្សាយគឺខ្ញុំដឹងផ្ទះព្រានព្រៃដែរលោកបងកំពុងតែនិយាយអំបញ្ញមិញនេះហើយដែលគាត់ចាប់បានកូនទន្សាយមួយកាលពីប្រហែលខែមុនហើយនៅពេលនេះកូនទន្សាយនោះក៏ធំល្មមហើយថែមទាំងមានរូបរាងស្អាតទៀតផងប៉ុន្តែនៅពេលដែលខ្ញុំសួរនាំគាត់តើហេតុអ្វីបានជាគាត់មិនព្រមប្រាប់ថាមានកូនទន្សាយហើយគាត់ថែមទាំងនិយាយកុហកថែមទៀតលោកតាកំពុងតែធ្វើដំណើរទៅណាហ្នឹងលោកតាកំពុងតែធ្វើដំណើរទៅវត្តតើមែនទេតាគិតថានឹកដើរទៅវត្តក៏ព្រោះតែថ្ងៃនេះគឺជាថ្ងៃសិលដូច្នេះតាចង់ទៅវត្តដើម្បីលាងជម្រះកម្មដែលតាបានធ្វើកាលពីនៅក្មេងតាតែងតែសម្លាប់សត្វជានិច្ចតើលោកតាសម្លាប់សត្វច្រើនជាងខ្ញុំប៉ុន្មានក្បាលទៅខ្ញុំប្រកបមុខរបរជាអ្នកដាក់អន្ទាក់តាំងពីខ្ញុំនៅតូចរហូតដល់ពេលនេះខ្ញុំបានដាក់អន្ទាក់សត្វជាប់រាប់ពាន់ក្បាលមកហើយក៏ព្រោះតែតាធ្លាប់ជាអ្នកដាក់អន្ទាក់ដូចចៅដៃកាលពីមុនទើបតានៅពេលនេះមានអារម្មណ៍ថាសោកស្ដាយដែលតាចេះដាក់អន្ទាក់ហើយក៏បានបំបែកបំបាក់ជីវិតនិងគ្រួសាររបស់គេហើយថែមទាំងយកជីវិតគេទៅលក់ដូរថែមទៀតដល់ពេលនេះទើបបានជាតាមានការសោកស្ដាយហើយតាតែងតែទៅវត្តដើម្បីឧទ្ទិសបុណ្យកុសលឲ្យសត្វទាំងអស់នោះប៉ុន្តែសត្វទាំងអស់នោះវាគឺជាសត្វរស់នៅសម្រាប់ធ្វើជាចំណីរបស់យើងទេណាលោកតាដូច្នេះខ្ញុំគិតថាវាមិនតខុសអ្វីនោះទេដែលយើងដាក់អន្ទាក់យកវាមកធ្វើជាចំណីនិងការជួញដូរកាលពីតានៅក្មេងតាក៏ធ្លាប់គិតដូចជាចៅដែរប៉ុន្តែនៅពេលដែលតាចាស់ទៅទើបតាដឹងថាតាគិតខុសទាំងស្រុងព្រោះតែតាមានគំនិតបែបនោះព្រោះតែតាប្រកាន់គំនិតបែបនោះទើបបានជាតាប្រកបមុខរបរជាអ្នកដាក់អន្ទាក់ទាំងដែលមានការងារច្រើនកកកប៉ុន្តែហេតុអ្វីបានជាតាមិនទៅប្រកបដូច្នេះចៅគួរតែឈប់ប្រកបមុខរបរដាក់អន្ទាក់ទៀតទៅបើសិនជាចៅមិនចង់មានវិបដិសារីដូចជាតានៅពេលនេះខ្ញុំយល់ច្បាស់ណាស់អំពីបំណងល្អរបស់លោកតាប៉ុន្តែក្រៅពីមុខរបរដាក់អន្ទាក់ខ្ញុំមិនដឹងទៅធ្វើការងារអ្វីទេក៏ព្រោះតែមុខរបរនេះវាអាចចិញ្ចឹមជីវិតខ្ញុំតាំងពីដើមរហូតដល់ពេលនេះដូច្នេះខ្ញុំមិនអាចបោះបង់វាចោលបានទេណាលោកតាបើចៅគិតបែបនេះចៅគិតថាត្រឹមត្រូវចៅធ្វើបន្តទៀតចុះប៉ុន្តែតាគ្រាន់តែនិយាយដាស់តឿន
បើចៅធ្វើតាមក៏ល្អតែបើចៅមិនធ្វើតាមតាក៏មិនដឹងត្រូវណែនាំយ៉ាងម៉េចទៀតបាទលោកតាមិនអីទេខ្ញុំពិតជាអរគុណលោកតាខ្លាំងណាស់ដែលលោកតាបានរំលឹកដល់ខ្ញុំបែបនេះខ្ញុំពិតជាអរគុណណាស់លោកតាអញ្ចឹងតាទៅវត្តសិនហើយណាចៅទៅប្រកបមុខរបររបស់ចៅបន្តទៀតចុះតាមិនរំខានចៅនោះទេតាទៅវត្តសិនហើយប៉ុន្តែតាចង់ឲ្យចៅចងចាំថាជីវិតគេជីវិតយើងអ្នកណាក៏ចង់រស់ដូចតែគ្នាខ្ញុំគួរតែនិយាយលួងលោមចិត្តកូនដើម្បីយកកូនទន្សាយនេះទៅលក់ព្រោះតែឈ្មួញនោះគេប្រកាសជាដើរមកតាមខ្ញុំដល់ទីនេះជាមិនខានហើយគេនឹងហ៊ានឲ្យតម្លៃថ្លៃនេះតាលោកពុកកែអ្វីទៅហេតុអីបានជាលោកពុកធ្វើទឹកមុខដូចជាពិបាកចិត្តបែបនេះលោកពុកមានរឿងអ្វីតាមមែនទេពុកគិតថាសុំយកកូនទន្សាយនេះយកទៅលក់ក៏ព្រោះតែឃើញថាថ្ងៃនេះមានគេដើរទិញកូនទន្សាយដូច្នេះពុកនឹងយកកូនទន្សាយនេះទៅលក់ដើម្បីយកប្រាក់ទិញរបស់លេងឲ្យកូនអត់ទេណាលោកពុកកូនអត់យល់ព្រមឲ្យលោកពុកយកកូនទន្សាយទៅលក់នោះទេលោកពុកបានសន្យាជាមួយកូនរួចហើយហេតុអីបានជាលោកពុកចង់យកកូនទន្សាយទៅលក់ទៀតកូនចិញ្ចឹមវាបែបនេះក៏គ្មានបានផលចំណេញអ្វីមកវិញដែរណាកូនប៉ុន្តែបើសិនជាកូនលក់កូនទន្សាយនេះកូននឹងបានប្រាក់ហើយនឹងទៅទិញរបស់លេងថ្មីលក់កូនទន្សាយនេះឲ្យខ្ញុំមកណាលោកបងខ្ញុំពិតជាចង់បានកូនទន្សាយនេះខ្លាំងណាស់នៅពេលដែលម៉ួយខ្ញុំជាសេដ្ឋីគាត់បានឃើញគាត់ប្រកាសជាពេញចិត្តជាមិនខានដូច្នេះលោកបងលក់ឲ្យខ្ញុំមកខ្ញុំនឹងឲ្យលោកបង5តម្លឹងនេះតើលោកនិយាយគឺជាការពិតមែនទេលោកនិយាយគឺជាការពិតមែនទេលោកបើសិនជាលោកហ៊ានទិញក្នុងតម្លៃ5តម្លឹងខ្ញុំនឹងលក់ឲ្យលោកនៅពេលនេះភ្លាមអត់ទេណាលោកពុកកូនមិនព្រមឲ្យលោកពុកយកកូនទន្សាយទៅលក់នោះទេលោកពុកកុំយកកូនទន្សាយទៅលក់អីលោកពុកកូនមិនចង់បានប្រាក់នោះទេណាលោកពុកលក់ទៅណាកូនចាំពុកនឹងរកកូនទន្សាយថ្មីឲ្យកូនម្ដងទៀតហើយពុកសន្យាថានឹងរកកូនទន្សាយឲ្យបានស្អាតជាងនេះអត់ទេកូនមិនត្រូវការទេលោកពុកទន្សាយផ្សេងកូនមិនត្រូវការទេកូនត្រូវការកូនទន្សាយនេះកូនអត់លក់ទេណាលោកពុកកុំលក់កូនទន្សាយនេះអីលោកបងអើយលោកបងខ្ញុំប្រញាប់ខ្លាំងណាស់ហើយខ្ញុំចង់បានកូនទន្សាយនេះខ្លាំងណាស់លោកបងជួយលក់ឲ្យខ្ញុំនៅពេលនេះមកខ្ញុំនឹងយកទៅនៅពេលនេះអត់ទេខ្ញុំមិនលក់កូនទន្សាយនេះទេខ្ញុំមិនលក់ជាដាច់ខាតលោកពុកកុំលក់អីនៅពេលដែលបានលឺកូនប្រុសនៅតែអង្វរបែបនេះព្រានព្រៃដែលត្រូវជាឪពុកក៏មានការអាណិតដល់ចិត្តរបស់កូនខ្ញុំសូមទោសណាលោកបងខ្ញុំមិនអាចលក់កូនទន្សាយនេះឲ្យទៅលោកបងបានទេព្រោះតែខ្ញុំមិនចង់ឃើញកូនប្រុសខ្ញុំត្រូវអង្គុយយំលោកបងទៅរកទិញនៅកន្លែងផ្សេងទៅហើយបើសិនជាលោកបងមិនចង់លក់បែបនេះខ្ញុំក៏មិនដឹងត្រូវធ្វើយ៉ាងម៉េចបន្តទៀតដែរណាលោកបងអញ្ចឹងលោកបងទុកចិញ្ចឹមទៀតចុះខ្ញុំសូមលាទៅរកទិញកូនទន្សាយនៅកន្លែងផ្សេងទៀតសិនហើយឈប់យំទៅណាកូនពុកមិនចង់ឃើញកូនយំបែបនេះទេពុកមិនលក់កូនទន្សាយនេះទេដូច្នេះកូនឈប់យំទៅលោកពុកនិយាយជាការពិតមែនទេលោកពុកខ្ញុំពិតជាអរគុណណាស់ដែលលោកពុកមិនលក់កូនទន្សាយនេះពុកយល់ព្រមតាមកូនគ្រប់យ៉ាងនៅពេលនេះក្រែងកាលពីមុនកូនមិនចង់ឲ្យពុកដាក់អន្ទាក់យកសត្វព្រៃមកលក់ទេមែនទេអញ្ចឹងពុកសន្យាថាពុកនឹងឈប់ដាក់អន្ទាក់ទៀតហើយពុកនឹងទៅធ្វើស្រែចម្ការវិញម្ដងខ្ញុំពិតជាសប្បាយចិត្តណាស់លោកពុកដែលលោកពុកកែប្រែខ្លួនបែបនេះលោកពុកនឹងមិនធ្វើជាព្រានព្រៃដោយកាលពីមុនទៀតខ្ញុំពិតជាសប្បាយចិត្តចាប់តាមពីថ្ងៃនោះមកនាយព្រានព្រៃក៏ឈប់ប្រកបមុខរបរជាអ្នកដាក់អន្ទាក់ទៀតហើយគាត់ក៏មកប្រកបមុខរបរជាអ្នកធ្វើស្រែចម្ការចូលរួមទាំងអស់គ្នាដើម្បីការពារសត្វព្រៃនិងអភិរក្សសត្វព្រៃ